ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជារបៀបផ្លាស់ប្ដូរ Thumbnail ដែលបងប្អូនទាំងអស់គ្នាចំណាំដែលគេឃើញនៅក្បាលវីដេអូហើយយើងចូលជាមួយនឹង Studio កម្មវិធី Studio ហើយយើងចុចកន្លែង Content មកដែល Content ដែលយើងចង់ប្ដូរ Thumbnail ហើយ Content ទី1នេះគឺខ្ញុំផ្លាស់ប្ដូរ Thumbnail ដោយសារតែខ្ញុំទើបតែផុសដែរហើយនេះគឺជា Thumbnail ដែលខ្ញុំបានផ្លាស់ប្ដូរវារួចរាល់ហើយនេះគឺជា Thumbnail ដែលខ្ញុំមិនទាន់បានប្ដូរអញ្ចឹងខ្ញុំចង់ប្ដូរខ្ញុំចុចពីលើនឹងមកដើម្បីធ្វើការផ្លាស់ប្ដូរ Thumbnail ដែលយើងចង់ផ្លាស់ប្ដូរហើយនៅពេលដែលយើងមិនទាន់បានផ្លាស់ប្ដូរ Thumbnail គឺវាមានសភាពបែបនេះគឺវាមិនទាន់ស្អាតនោះទេអញ្ចឹងយើងចង់ផ្លាស់ប្ដូរគឺយើងចូលក្នុងកម្មវិធី Studio ហើយយើងចុចលើវីដេអូដែលយើងចង់ផ្លាស់ប្ដូរហើយយើងជ្រើសរើសនៅពាក្យថា Edit ដែលជារូបសញ្ញាប៊ិចនៅខាងលើនេះមកបងប្អូន Edit Video ហើយយើងចុចមកវានឹងចេញមកឃើញឲ្យយើង edit ហើយយើងចុចជាមួយនឹងពាក្យ edit រូបប៊ិចនឹងបន្តទៀតទៅហើយនេះគឺជា thumbnail របស់ YouTube ដែលគេកំណត់ឲ្យយើងហើយយើងចង់កំណត់ខ្លួនឯង thumbnail ដែលយើងចង់ដាក់គឺយើងចុចកន្លែង custom thumbnail ហើយយើងនឹងទទួលបានកន្លែងដែលយើងចង់ផ្លាស់ប្ដូរគឺរូបភាពដែលយើងបាន save និងបានធ្វើហើយខ្ញុំបានធ្វើ thumbnail រួចហើយខ្ញុំជ្រើសរើសយករូប thumbnail នេះហើយខ្ញុំបានចុចជាមួយនឹងពាក្យថា done តែជាកន្លែងដែលយើងត្រូវរក្សាទុក thumbnail របស់យើងបន្ទាប់ពីចុចពាក្យថា done នឹងហើយគឺយើងចុចពាក្យថា save មួយទៀតដើម្បីឲ្យ save ជាប់ជាមួយនឹងវីដេអូរបស់យើងឥឡូវនេះក្បាល thumbnail ដែលយើងបាន save ទុកគឺរួចរាល់ហើយគឺយើង save នៅក្នុងកម្មវិធី Studio ឃើញថាវាស្រស់ស្អាតជាងមុនវាមិនឆ្គងដូចមុនទេអរគុណច្រើន